ឈ្មោះដើមរបស់ប្រាសាទតាព្រំគឺរាជវិហារប្រាសាទតាព្រំមានទីតាំងនៅតាមផ្លូវបងតូចទៅតាមទីជ័យគឺបន្ទាប់ពីប្រាសាទតាកែវប្រហែល1នោនហើយមានកំពែងបន្ទាយក្តីផ្នែកពីរយប់ប្រាសាទនេះក៏សាងឡើងនៅក្នុងឆ្នាំ1186នៃគ្រិស្តសករាជដោយព្រះបាទជ័យវរ្ម័នទី7ដើម្បីឧទ្ទិសថ្វាយព្រះមេត្តាមកពីពិមារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមីតាមកពីពាក្យថៃមានន័យថាភ្នែកព្រំមកពីសំស្ក្រឹតមានន័យថាព្រះព្រំឬប្រាជ្ញាតាព្រំមានន័យថាភ្នែកនៃប្រាជ្ញាប្រាសាទនេះរំពាត់ទៅដល់ឈើធំៗដុះលើប្រាសាទខលថៃនោះ17មករាឆ្នាំ1979ហូបមកប្រាសាទតាព្រំនេះត្រូវបានរួចផុតពីក្រញាំនៃរបបប៉ុលពតហើយក៏មានភាពស្រស់បំព្រងឡើងវិញរួមទាំងមានភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាដើម្បីស្រាវជ្រាវថ្មនិងវត្ថុបុរាណដែលប្រាសាទនេះកើតតាំងពីសតវត្សទី13ប្រាសាទតាព្រំគឺជាប្រាសាទខ្មែរបុរាណមួយដែលស្ថិតនៅក្នុងអតីតនគរចម្ប៉ាស័កដែលសពថ្ងៃស្ថិតនៅក្នុងខេត្តសៀមរាបប្រទេសកម្ពុជាប្រាសាទតាព្រំមានលក្ខណៈស្ថាបត្យកម្មដ៏អស្ចារ្យនិងជាការបង្ហាញពីជំនាញវិចិត្រកម្មខ្ពង់ខ្ពស់របស់អ្នកសាងសង់ខ្មែរបុរាណប្រាសាទនេះមានរចនាបថដ៏ស្មុគស្មាញដោយមានក្បូរក្បាច់ចម្លាក់ដ៏ល្អិតល្អន់និងរូបចម្លាក់ដ៏ធំទូលាយដែលបង្ហាញពីរឿងព្រេងនិទាននិងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រផ្សេងៗប្រាសាទតាព្រំក៏ត្រូវបានគេស្គាល់ថាជាប្រាសាទដែលមានទីតាំងស្ថិតនៅចំកណ្ដាលនគរអង្គុយហើយជាស្នាដៃស្ថាបត្យកម្មដ៏ធំបំផុតមួយក្នុងចំណោមប្រាសាទជាច្រើននៅក្នុងតំបន់នេះប្រាសាទនេះត្រូវបានចាត់ទុកថាជាតំណាងឲ្យភាពអស្ចារ្យនៃអរិយ